ស្វាគមន៍មកកាន់ចន្ទរា Academy លំហាត់ថ្ងៃនេះនិយាយអំពីចំនួនគុណ relative ហើយប្រមាណវិធីចម្រុះមានវងកញ្ចក់និងស្វ័យគុណចាប់តាំងពីលំហាត់ទី1ដក4ការ៉េបូកនឹងឃ្នៀបដក2ស្វ័យគុណ3គុណនឹង3ហើយដក6ដក4ការ៉េនេះគឺស្មើនឹងការ៉េនេះគឺការ៉េតែលេខ4ទេ4គុណនឹង4បូកនឹងបើមកចោដក2ស្វ័យគុណ3ស្វ័យគុណ4អញ្ចឹងវាចេញចម្លើយដក2គុណ2គុណ2គឺ8គុណនឹង3កតុយគេគឺដក6 4 ដង16ចំណែកដក8នេះចំនួនអវិជ្ជមានគុណនឹង3ទៅជាដក24ដក6កតុយគេចំនួនអវិជ្ជមានដូចគ្នាដក16ហើយដក24ថែមទៀតដកទាំងអស់គឺ40ដក6ចំនួនទាំងពីរគឺសុទ្ធតែអវិជ្ជមានដក40ហើយដក6ថែមទៀតទាំងអស់ដក46តោះយើងក៏លេខមកមើលលំហាត់ទី2ដក16បូក8ស្វ័យគុណ3ចែកនឹងឃ្នៀប4ដក2ដូចជាការ៉េប្រមាណទីនេះយើងធ្វើក្នុងវងកញ្ចក់មុនអញ្ចឹងយើងបានដក16បូក8ខាងដកធំជាងចម្លើយវាចេញដក16ដក8នឹងសល់8ស្វ័យគុណ3ចែកនឹងឃ្នៀបនេះយើងអាចប្រូជាវងកញ្ចក់បាន4ដកនឹងដក2ស្វ័យគុណ2នេះវាចេញវិជ្ជមានវិញអាសាដកគុណដក4ដក4ដក8ស្វ័យគុណ3នេះគេអាចប្រវែកវា3ដងដក8ដក8ដក8គុណគ្នា3ដងហើយចែកនឹង4ដក4ស្មើ0អញ្ចឹងមើលចំនួនដែលចែកនឹង0នេះក្នុងគណិតជាយើងអាចចែកបានទេគឺ undefined ឬក៏គ្មានន័យលោកគ្រូមានលំហាត់ប្រមាណវិធីចម្រុះមួយចំនួនសម្រាប់ពួកយើងធ្វើសារបងអនុវត្តទាំងអស់គ្នា